ស្លខ្លាញ់បងប្អូនមកសំណាញ់ពីរកពាត់បងប្អូនមកទឹកដាច់រួមទៅបងប្អូនឲ្យត្រីនៅក្នុងលងនេះមិនលងបងប្អូនសុបាយយួរណាបាទនៅភូមិស្លខ្លាញ់បងប្អូនហើយនេះថ្ងៃនេះធីមមកសំណាញ់ទៅយកនៅក្នុងលងនៅលើស្ពានស្លខ្លាញ់ចឹងបងប្អូនជួយឡាជួយ share ផងបាទមកជុំគ្នាទៀតហើយដាក់ប្រាវបានកពាត់ពីរក្បាលបងប្អូនមកសំណាញ់ហេងដល់កបងប្អូនបាទអត់ឃើញអាធំទេឃើញតែតូចម៉ូទេបងប្អូនបាទចាំមើលថ្ងៃបន្តិចមិនដឹងបានបណ្ណាទេបងប្អូនបាទពីព្រោះទឹកវាដាច់ទេបងប្អូនបាទដាក់ទៅអាទូចក៏បានអាធំក៏បានបងប្អូនបាទហ្នឹងហើយពេញលេងបងប្អូនបាទ10 20នាក់ទៅបើសិនជាត្រីផ្ទក់វិញណាមួយស1គីឡូជាងបងប្អូននោះមកក្តោបចូលពងនោះបាទចូលមួយស1គីឡូជាងផ្ទក់បាទដល់កឲ្យបងប្អូនទឹកវាដាច់បងប្អូនហើយបាទទឹករីងអស់ហើយស្ទឹងបវលបាទដល់អញ្ចឹងឃើញនៅក្នុងលងហ្នឹងម៉ែត្រីផុសបងប្អូនបាទដល់ឥឡូវពួកគាត់នាំគ្នាទៅលេងនៅលើស្ពានស្លខ្លាញ់បាទនៅបវលថ្ងៃទី15 ខែ 1 2025បាទហ្នឹងហើយបងប្អូនកុំភ្លេចជួយឡាជួយ share ផងបាទហ្នឹងហើយអត់ល្ងាថ្ងៃនេះអត់សូវល្ងាទេបងប្អូនហើយចុះទឹកប្រងបាទអញ្ចឹងក៏ជួបជុំគ្នាក៏យើងទៅលេងនៅលងស្លខ្លាញ់បាទនេះបងប្អូនត្រីសត្វកេះបាទមានកេះមានតអោនមានត្រីឆ្លាំងបាទអញ្ចឹងយើងមិនអត់ទេបងប្អូនត្រីខែនេះបាទពីព្រោះយើងខាងក្រោមរីងទឹកទៅយើងបងតាមលងសម្បូរត្រីវាគុំបងប្អូនបាទពេលទឹកស្រកក្នុងខាងក្រោមវាស្រកខ្លាំងបាទដល់អញ្ចឹងហើយវាចូលលងដល់អញ្ចឹងបងប្អូនយើងក៏មករត់ត្រីបាទនេះផ្ទុកមួយទៀតហើយបងប្អូនបាទទៅលើអាម៉ៅផ្ទុកបងប្អូនផ្ទុកបាទមួយសិតកន្លះគីឡូ1គីឡូជាងបងប្អូនហើយបាទធំដល់វាត្រជាក់ផងអីផងយើងពិបាកយួរវាដែរបងប្អូនបាទដាក់ម៉ាំងល្ងាបាទនេះមកមួយទៀតទៅកពាត់បងប្អូនបាទកពាត់បាទមកផ្លេត2បាទអូត្រីសបោសបាយបងអញ្ចឹងបងប្អូនបាទនៅសុកបវលបងប្អូនបាទសុកបវលនេះទៅជាក៏ឈួរលើគល់បងបាទហ្នឹងគឺយើងអត់មានទូកកដាលទេដល់ទីទៀតបងក៏យកទូកមកជុំគ្នាបាទនេះយើងបងលេងសិនទៅបាទហ្នឹងឯងសបោបាទបងប្អូនបាទទៅជាបានកេះច្រើនបាទកេះត្រីកេះនេះបាទមកសម្ដែង3 4 5 បាទគាត់ទេបាទនេះឆ្ពិនបាទឆ្ពិនអញ្ចឹងបងប្អូនអាចចង់បញ្ចូលរួមលេងអីយើងអាចមកលេងបានបាទតិចទៀតឡើងទៅខាងលើឯផ្នែកខាងលើมันសម្បូរត្រីធំបាទនៅខាងក្រោមនេះដាច់ទឹកអស់ហើយអត់មានទេត្រីធំបាទពីព្រោះយើងជន់សារនេះវាជន់ច្រើនដងពេកដល់អញ្ចឹងប្រមូលត្រីទៅអស់បងប្អូនបាទនេះគឺនេះបានត្រីពោបាទបានត្រីពោមួយទៀតហើយស្ដាយ2ពោមួយហើយគឺឆ្វាក់តែម្ដងបាទអាបងស្នាញ់នេះមានថ្ងៃហេថ្ងៃសោយដែរបងប្អូនបាទខ្លះទៅគេបានយើងអត់ទេតែថ្ងៃណាយើងបានវិញដប់បងប្អូនបាទអូយដល់កល្ងាក៏ល្ងាត្រីក៏ត្រីទាំងបងប្អូនអ្នកទស្សនានឹងគិតយ៉ាងណាទេបែបចង់មកដែរបងប្អូនបាទខមមិនអ្នកមួយផងបាទបើចង់មកស្រោតបាទចាំអេដមីនប្រាប់កន្លែងបងបាទនេះកេះប៉ុណ្ណេះបងប្អូនបាទអត់មានធំទេបាទប៉ុណ្ណេះក៏ឆ្ងាញ់កេះ4 10មកដាក់ជឿនជូនគ្រប់បងប្អូនបាទនេះបងប្អូនអើយមើលអង្គុយហាលលើហាត់ខ្សាច់ទេបងប្អូនបាទស្ទឹងបងប្អូនមិនមែនបន្លាយទេណាបាទគឺនៅស្ទឹងស្លខ្លាញ់បាទអរគុណច្រើន